អូខេស្វាគមន៍បងប្អូនទាំងនេះមកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះគឺខ្ញុំមកចែករំលែកបងប្អូនទាំងគ្នាទៅដល់ជាមួយនឹងបទពិសោធន៍នៅក្នុងការប្រើប្រាស់ទៅលើ MacBook ជាពិសេសសម្រាប់បងប្អូនថ្មីដែលទើបតែទិញ MacBook ហើយបងប្អូនចង់ដឹងថារបៀបនៃការប្រើប្រាស់ MacBook នឹងគេប្រើបែបម៉េចអញ្ចឹងនេះគឺជាវីដេអូសម្រាប់បងប្អូនទាំងគ្នាធ្វើការ share ក៏ដូចជា follow ហើយបងប្អូនកុំភ្លេច subscribe នៅលើ YouTube របស់ខ្ញុំមួយដើម្បីទទួលបានវីដេអូចែករំលែកជាច្រើនទៀតផងដែរអញ្ចឹងជាដំបូងនៅពេលបងប្អូនទាំងគ្នាធ្វើការបើកដំណើរការ MacBook ដោយបងប្អូនទាំងគ្នាមិនបាច់ចាំចុចបើកទេនៅពេលបងប្អូនធ្វើការបិទបែបនេះគឺវានឹងរលត់ហើយអញ្ចឹងនៅពេលបងប្អូនទាំងគ្នាធ្វើការបើកវានៅពេលបងប្អូនចាប់ផ្ដើមធ្វើការបើក MacBook មកផ្លឹបអញ្ចឹងមកគឺវានឹងធ្វើការដំណើរការម៉ាស៊ីន automatic តែម្ដងវានឹងបើក run automatic អញ្ចឹងបងប្អូនទាំងគ្នាគ្រាន់តែដាក់លេខកូដចូលមកបាទហើយ enter មកអញ្ចឹងវានឹងចូលមកដល់ software នៃការប្រើប្រាស់របស់ MacBook ផ្ទាល់តែម្ដងអញ្ចឹងនៅពេលបងប្អូនទាំងគ្នាចង់ធ្វើការបើកកម្មវិធីបងប្អូនអត់មានឃើញកម្មវិធីនៅលើ desktop នេះទេគឺឃើញតែនៅផ្នែកខាងក្រោមខាងក្រោមនេះគេឲ្យឈ្មោះថាជា menu bar ដែលបងប្អូនទាំងនេះអាចធ្វើការបើកកម្មវិធីផ្សេងៗនៅលើនេះប្រើប្រាស់បានហើយវាក៏មានមុខងារសម្គាល់ផ្សេងៗទៅជាមួយនឹងការប្រើប្រាស់ដូចគ្នាផងដែរហើយមួយវិញទៀតគឺខ្ញុំចង់និយាយទៅទៅនឹងការបើក app ដែលវាមានទាំងអស់នៅលើ MacBook មាន2ចំណុចនៅពេលបងប្អូនចង់ធ្វើការបើកកម្មវិធីទី1គឺបងប្អូនចូលទៅកាន់ចំណុចមួយនេះដែលគេឲ្យឈ្មោះថា Launchpad នៅពេលបងប្អូនចុចលើនឹងមួយគឺវានឹងចូលមកដល់កម្មវិធីទាំងអស់របស់ MacBook តែម្ដងមានកម្មវិធីទាំងអំបាលបានគឺវានៅកន្លែងហ្នឹងអញ្ចឹងបងប្អូនអាចចូលមកសូមមើលបានដូចជា Serato DJ Pro ឬក៏កម្មវិធីសម្រាប់ extract ទៅលើ file ហើយក៏មាន Telegram មានកម្មវិធី Adobe Photoshop ឬក៏កម្មវិធី Word Excel ជាដើមដែលបងប្អូនបានធ្វើការដំឡើងនៅលើ MacBook របស់បងប្អូនទាំងនេះអញ្ចឹងរបៀបបើកទី1គឺបងប្អូនអាចចូលមកត្រង់ចំណុចហ្នឹងហើយចុចបើកវាទៅបាទចុចលើវាមួយនេះគឺវានឹងបង្ហាញអំពីរបៀបនៃការបើកកម្មវិធីអញ្ចឹងវានឹងធ្វើការបើកតាមដំណាក់កាលរបស់វាហើយនៅពេលវាបើកដំណើរការទៅគឺបងប្អូនអាចធ្វើការប្រើប្រាស់បានហើយនៅត្រង់ចំណុចហ្នឹងចំណុចទី2គឺបងប្អូនអាចធ្វើការបើកតាមវិធីសាស្ត្រនេះមួយទៀតអញ្ចឹងនៅពេលបងប្អូនបិទវាចោលសិនមកបងប្អូនចង់បើកវាមួយទៀតតាមវិធីសាស្ត្រមួយទៀតគឺបងប្អូនចូលមកកាន់កន្លែង search អូខេអញ្ចឹងបងប្អូនចុចកន្លែង search ហ្នឹងមកបន្តមកទៀតគឺបងប្អូនវាយឈ្មោះកម្មវិធីដូចជា Word បងប្អូនវាយ WORD មកបាទបងប្អូននឹងឃើញកម្មវិធី Word នៅខាងលើគេនឹងតែម្ដងបងប្អូនចុចបើកវាមកវានឹងបើកដំណើរការដូចគ្នាអានេះគឺជារបៀបបើកកម្មវិធីសម្រាប់បងប្អូនដែលអត់ទាន់បានដឹងហើយបងប្អូនចង់បើកកម្មវិធីផ្សេងទៀតគឺបងប្អូនបើកតាមនឹងទៅដូចជាការប្រើប្រាស់ទៅលើ Adobe Photoshop អីជាដើមអូខេហើយក្នុងករណីមួយទៀតនៅពេលបងប្អូនទាំងនេះចង់ធ្វើការ check ទៅលើ file ណាមួយដែលបងប្អូនពិបាកនៅក្នុងការស្វែងរកអញ្ចឹងក៏បងប្អូនទាំងនេះអាចចូលមកកាន់កន្លែង search នៅលើ MacBook នឹងបានដូចគ្នាបងប្អូនអាច search file ឈ្មោះ file ណាមួយដែលបងប្អូនចង់រកដូចជាfile អញ្ចឹងមកអូខេ file ឬក៏ឈ្មោះអីមួយដូចជា Adobe អញ្ចឹងមកអូខេខ្ញុំសុំ search ម្ដងទៀតចុចកន្លែង search បងប្អូនវាយពាក្យ Adobe មកបងប្អូននឹងឃើញ Adobe ឃើញទេអញ្ចឹងអានេះគឺជាភាពងាយស្រួលមួយនៅក្នុងការស្វែងរក app បើក app អីជាដើមហើយចំណុចបន្ទាប់តកតងជាមួយនឹងការប្រើប្រាស់បងប្អូនតែងតែដឹងហើយនៅលើ trackpad នេះគឺវាមានfeature ឬក៏គេហៅថា swinger តកតងជាមួយនឹងការ switch ទៅមកផ្សេងៗហ្នឹងគឺមាន2 3របៀបទី1នៅពេលដែលបងប្អូនទាំងគ្នាចង់ធ្វើការ scroll ឡើងលើចុះក្រោមគឺបងប្អូនត្រូវប្រើម្រាម2បែបនេះរុញទៅលើទៅក្រោមទៅអានឹងវានឹងធ្វើការ scroll ឥឡូវខ្ញុំនឹងបង្ហាញបងប្អូនទាំងគ្នាពីរបៀបនៃការ scroll ឥឡូវខ្ញុំ example ដូចខ្ញុំកំពុងតែចូលនៅក្នុង browser នេះអញ្ចឹងខ្ញុំចង់រុញវាឡើងលើគឺបងប្អូនប្រើម្រាម2រុញអញ្ចឹងទៅបងប្អូនចង់ចុះមកក្រោមវិញគឺរុញម្រាម2ចុះក្រោមអញ្ចឹងមកវារុញហើយនៅពេលបងប្អូនចង់បិទកម្មវិធីអីផ្សេងៗគឺបងប្អូនត្រូវអូសបាទ trackpad ហ្នឹងឬក៏ mouse ហ្នឹងមកដាក់ចំកន្លែងនេះមកបងប្អូនចុច touch លើវាមួយមកគឺវាបិទហើយអញ្ចឹងបើសិនជាបងប្អូនចង់បិទទៀតគឺបិទទៀតបាទក៏ប៉ុន្តែចាក់ស្ដែងបងប្អូនឃើញនៅខាងក្រោម app នេះគឺអត់ទាន់បិទទេគឺវានៅមានចំណុចខ្មៅមួយអញ្ចឹងមានន័យថាកម្មវិធីហ្នឹងគឺនៅដំណើរការនៅឡើយទេអញ្ចឹងដើម្បីបិទវាបានដើម្បីបិទឲ្យវាទៅតែម្ដងគឺបងប្អូន touch លើកម្មវិធីនឹងវិញសិនមកបាទ touch បើកវាមកបន្តមកទៀតគឺបងប្អូនធ្វើការចុច comment នេះបាទចុចពាក្យ comment នេះបូកជាមួយនឹងអក្សរ Q អញ្ចឹងបងប្អូនចុចមកបាទហើយបងប្អូនមើលនៅលើក្រោម app នេះគឺវាបាត់ចំណុចខ្មៅតែម្ដងអាហ្នឹងគឺមានន័យថាយើងបិទបានជោគជ័យហើយអានេះគឺជារបៀបខ្លះៗទាក់ទងជាមួយនឹងការប្រើប្រាស់ដំបូងនៅលើ MacBook ហើយខ្ញុំនឹងចែករំលែកទៅកាន់បងប្អូននៅវីដេអូក្រោយៗជាច្រើនទៀតបងប្អូនកុំភ្លេច subscribe ក៏ដូចជា like follow និង comment នៅក្នុងវីដេអូនេះបងប្អូនចង់ដឹងអីបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើ MacBook ខ្ញុំនឹងចែករំលែកទៅកាន់បងប្អូននៅវីដេអូក្រោយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាទ